ចានេះខ្ញុំមកជម្រាបជូនចាដំណឹងយ៉ាងច្បាស់ការទៅកាន់ប្រជាពលរដ្ឋខ្មែររបស់យើងចាជាពិសេសគឺប្រជាពលរដ្ឋរបស់យើងមួយចំនួនដែលគាត់មិនទាន់យល់ជ្រាបនិងយល់ច្បាស់អំពីនៃការបង្កើតរដ្ឋាភិបាលឯករាជ្យ$23ដោយពួកគាត់នៅតែមានមន្ទិលថាអូបងអូក្មួយរដ្ឋាភិបាល$23នឹងមានមែនអត់ឬគ្រាន់តែប្រកាសឲ្យពូអឲ្យប្អូនអឲ្យបងអឲ្យមីងអទេបើសិនជាមានមែនខ្ញុំត្រេកអរណាចាគឺគាត់នៅតែមានគេហៅថាមន្ទិលណាចាចាជាក់ស្ដែងគឺរដ្ឋាភិបាលនឹងដាក់ដំណើរការនៅថ្ងៃទី25តុលាឆ្នាំ2025នេះតែម្ដងចាគឺនៅឯប្រទេសបារាំងហើយក៏មានការចូលរួមពីសំណាក់ខ្មែរនៅតាមបណ្ដាប្រទេសផ្សេងៗដែរចាគឺតំណាងឲ្យប្រទេសនីមួយៗនឹងតែម្ដងចាគឺមានកូរ៉េជប៉ុនអីក៏តែចូលរួមផងដែរចាសូមប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលដំណឹងដោយជ្រាបយ៉ាងច្បាស់លាស់ថារដ្ឋាភិបាលឯករាជ្យ$23ប្រកាសជាមាននឹងលេខរូបរាងនៅថ្ងៃទី25ចាហើយមន្ទិលរបស់ប្រជាពលរដ្ឋខ្លះទៀតក៏គាត់ថាអូបើសិនជាបង្កើតរដ្ឋាភិបាលឯករាជ្យ$23ហ្នឹងតើអាចជួយអីបានខ្លះគោលនយោបាយបែបណាខ្លះហេតុអីបានបង្កើតនាងខ្ញុំក៏បានធ្លាប់បកស្រាយច្រើនវីដេអូកន្លងមកដែរថារដ្ឋាភិបាល$23នេះមានគោលនយោបាយ7ចំណុចដែលយើងលើកមកបង្ហាញត្រួសឲ្យប្រជាពលរដ្ឋខ្មែរស្ដាប់បងប្អូនបានទៅអាចទៅមើលវីដេអូចាស់បានចាហើយហេតុអីថាចាំបាច់អីបង្កើតរដ្ឋាភិបាល$23ចាបងប្អូនធ្លាប់ឮអីចាពីសំណាក់មេដឹកនាំនៅក្នុងប្រទេសកម្ពុជាថានៅពេលដែលប្រទេសរបស់យើងជួបសង្គ្រាមដោយសារតែប្រទេសរបស់យើងគឺជាប្រទេសដ៏ទូចប្រជាជនតិចសពាវុធនឹងមិនគ្រប់គ្រាន់ហេតុដូចនេះហើយបច្ចុប្បន្នតែម្ដងណាបងប្អូនបច្ចុប្បន្នតែម្ដងគឺប្រហែលជាភូមិអូ3ជាន់ចាភូមិអូ3ជាន់អីហ្នឹងគឺប្រហែលជាត្រូវបានកាត់ដើម្បីបដូរយកសន្តិភាពឲ្យមកទៅនោះចាពីព្រោះយើងបានមើលព័ត៌មានទាំងអស់គ្នាហើយចាហើយគេក៏ចាប់ផ្ដើមដោះមីននៅតាមបណ្ដាខេត្តដែលជាប់ជាមួយនឹងថៃនឹងឡើងប្រហែលខេត្តនោះចាដោះមីនណានៅកាន់ប្រទេសកម្ពុជាហ្នឹងគឺដោះឲ្យថៃ free តែម្ដងចាហើយបងប្អូនក៏បានឮទៀតថាចុះបើយើងតាហ៊ានតិចតាហ៊ានតិចប្រជាជនតិចប្រទេសយើងទូចសពាវុធយើងមិនគ្រប់គ្រាន់ចុះយើងមានអាវក្រោះណាអាក្រោះនៃសន្តិភាពទីក្រុងប៉ារីស$23ដែរហេតុអីបានរដ្ឋាភិបាលមិនយកមកប្រើសំណួរនេះខ្ញុំក៏មិនអាចបកស្រាយជំនួសរដ្ឋាភិបាលកម្ពុជាផងដែរថាបងប្អូនគួរណាសួរទៅកាន់រដ្ឋាភិបាលកម្ពុជាលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតថាហេតុអីបានមិនយកកិច្ចព្រមព្រៀងទីសន្តិភាពទីក្រុងប៉ារីសមកប្រើជំនួសនៃការបង្ហូរឈាមបងប្អូនប្រហែលជាអ្នកតាមដាននយោបាយជ្រាបនឹងយល់ច្បាស់ថាតើរដ្ឋាភិបាលមួយនឹងមិនបានប្រើកិច្ចព្រមព្រៀងទីក្រុងប៉ារីសប្រជាពលរដ្ឋខ្មែរជាច្រើនដែលយល់ជ្រាបថាយើងមិនបាច់បង្ហូរឈាមទេឲ្យតែយើងព្រមធ្វើទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពេលនេះយើងបង្កើតរដ្ឋាភិបាល$23នេះគឺយើងធ្វើទៅតាមសម្លេងប្រជាពលរដ្ឋអ្វីដែលប្រជាពលរដ្ឋចង់បានចាអ្វីដែលប្រជាពលរដ្ឋកំពុងតែទៅថាទន្ទឹងរង់ចាំគឺយើងនឹងធ្វើទៅតាមសម្លេងប្រជាពលរដ្ឋនឹងធ្វើទៅតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស$23ចាបងប្អូនឲ្យប្តឹងគឺរដ្ឋាភិបាល$23នេះនឹងប្តឹងជំនួសរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជាចាបងប្អូនឃើញហើយលោកហ៊ុនសែនបានពោលពាក្យវិចារចានៅកាន់វេទិការបស់គាត់ថាបើអាណាហ៊ានងើបមួយវាយមួយតែម្ដងណាចានេះគឺជានយោបាយបែបហិង្សាដោយគាត់មិនបានចាត់ទុកប្រជាពលរដ្ឋខ្មែរហ្នឹងគឺជាចវាយរបស់គាត់ទេចាគាត់បានចាត់ទុកខ្លួនឯងគឺជាចវាយរបស់ប្រជាពលរដ្ឋខ្មែរវាខុសប្លែកពីរដ្ឋាភិបាល$23រដ្ឋាភិបាល$23គឺដើរគោលនយោបាយបញ្ច្រាស់ពីរដ្ឋាភិបាលនៅក្នុងប្រទេសបច្ចុប្បន្នប្រូពីការងើបមួយវាយមួយទៅជារងគ្រោះម្នាក់សង្គ្រោះម្នាក់ណាចារងគ្រោះម្នាក់គឺយើងនឹងសង្គ្រោះម្នាក់តែម្ដងចាសំខាន់ណាស់គឺសម្លេងប្រជាពលរដ្ឋខ្មែរគ្រប់គ្រងតើតែសម្លេងប្រជាពលរដ្ឋខ្មែរគ្រប់គ្រងកាន់តែខ្លាំងនោះឥទ្ធិពលនៃរដ្ឋាភិបាល$23នឹងមានសន្ទុះកម្លាំងប៉ុណ្ណឹងដែរចាបើបងប្អូនចង់ឲ្យរដ្ឋាភិបាល$23សង្គ្រោះបងប្អូនចាប្តឹងទៅកាន់អន្តរជាតិនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសតើតែបងប្អូនចូលរួមទាំងអស់គ្នាការចូលរួមទាំងអស់គ្នានេះគឺជាដំណោះស្រាយបើរដ្ឋាភិបាលនៅក្នុងប្រទេសមិនទទួលយកសម្លេងបងប្អូនទេរដ្ឋាភិបាលនៅក្រៅប្រទេសនឹងធ្វើជំនួសរដ្ឋាភិបាលនៅក្នុងប្រទេសទៅតាមអ្វីនឹងសម្លេងដែលប្រជាពលរដ្ឋខ្មែរចង់បានចាខ្ញុំអាចបញ្យល់បញ្ជាក់បងប្អូនយ៉ាងច្បាស់បែបនេះតែបើបងប្អូនចង់ដឹងនិងចង់ច្បាស់ជាងនឹងបងប្អូនចាំមើលនៃការដំណើរការរបស់រដ្ឋាភិបាល$23ឯករាជ្យនេះនៅថ្ងៃទី25ទាំងអស់គ្នាផងដែរចា